ជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះមីស្រីហួរមកពីថ្នាក់ D ថ្ងៃនេះខ្ញុំសូមមកធ្វើការសង្ខេបមេរៀនតាក់ទងទៅនឹងមេរៀននិយាយអំពីគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពទី1តាក់ទងទៅនឹងសេចក្តីផ្ដាំការវិតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលសិក្សានិងការអនុវត្តរបស់សិស្សឬលទ្ធផលដែលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងក្រុមសារចំណេះដឹងដែលទទួលបានទី2តកតងទៅនឹងប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាគឺសំដៅទៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សការវិតម្លៃដែលមានគុណភាពផ្ដល់លទ្ធផលដែលផ្ទៀងផ្ទាត់និងគាំទ្រការសិក្សានិងលើកទឹកចិត្តសិស្សទី3តកតងទៅនឹងលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាមានដូចជាទី1លទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាឬមួយម៉ោងសិក្សាដែលច្បាស់លាស់ហើយនិងសមស្របលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដែលច្បាស់លាស់ហើយនិងសមស្របគឺគួរតែត្រូវបានកំណត់នៅកម្រិតបំផាត់ដែលសមស្របមួយដើម្បីលើកទឹកចិត្តសិស្សជាពិសេសគ្រូគួរតែគិតដល់ការវិតម្លៃប្រកបដោយតុល្យភាពហើយនិងភាពស្មើគ្នានៃអ្នកសិក្សាទី2និយាយអំពីការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកនៅពេលដែលយើងកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់គឺផ្គូផ្គងវាជាមួយនឹងវិធីសាស្ត្រវិតម្លៃដែលមានន័យថាតើវិធីសាស្ត្រវិតម្លៃមួយណាដែលស័ក្តិសមបំផុតទៅនឹងលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដំបូងយើងត្រូវយល់ដឹងពីគោលបំណងបន្ទាប់មកទៀតយល់ដឹងពីវឌ្ឍនភាពនៃការសិក្សារបស់សិស្សហើយវាមានសុពលភាពសម្រាប់បានកម្រិតណាហើយកសាងការវិតម្លៃប្រកបដោយប្រសិទ្ធភាពនៃដំណើរការសិក្សាបន្ទាប់មកត្រូវពិចារណាទៅលើដំណាក់កាលនៃការបង្រៀននៃការរៀនហើយកំណត់ពីគោលដៅរបស់យើងនិងកំណត់ថាតើលទ្ធផលសិក្សារំពឹងទុកសម្រាប់បានដោយរបៀបណាឬកំណត់ថាតើត្រូវអនុវត្តយ៉ាងដូចនេះទី3តកតងទៅនឹងភាពជឿទុកចិត្តសម្រាប់ទៅលើស្ថិរភាពឬក៏ភាពស៊ីចង្វាក់គ្នានៃការធ្វើតេស្តចំណុចទី4និយាយអំពីសុពលភាពតេស្តមានសុពលភាពប្រសិនបើវាតេស្តនៅអ្វីដែលគេចង់តេស្តនិងជាប់បញ្ចាំងពីអ្វីដែលគេបានតេស្តហើយសុពលភាពនៃតេស្តគឺអាស្រ័យលើការប្រឡងដែលឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនដែលបានបង្រៀនហើយសិស្សត្រូវបានធ្វើការវិតម្លៃទី5តកតងទៅនឹងសុខភាពគឺទី1ត្រូវមានតម្លាភាពហើយមានឱកាសដើម្បីសិក្សារៀនសូត្រទី3ជៀសវាងផ្នែកកម្រិតក្នុងការវិតម្លៃទី4ជៀសវាងការលំអៀងលើកិច្ចការឬក៏ដំណើរការវិតម្លៃហើយចុងក្រោយគឺត្រូវជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសតកតងទៅនឹងចំណុចលេខ6វិញតកតងមួយនឹងផលវិបាកវិជ្ជមានការវិតម្លៃគឺមានផលវិជ្ជមានចំពោះគ្រូបង្រៀនការបង្រៀនហើយនិងសិស្សចំពោះគ្រូបង្រៀនទាមទារឲ្យចងចាំនៅភាពពិតហើយនឹងការបង្ហាញហេតុផលហើយចំពោះសិស្សវិញគឺជំរុញទឹកចិត្តសិស្សឲ្យគិតហើយនឹងអនុវត្តនៅអីដែលគេបានរៀនចំពោះចំណុចទី7វិញយើងនិយាយអំពីការអនុវត្តហើយនឹងប្រសិទ្ធភាពហើយកត្តាផ្សេងសម្រាប់ការទទួលបានការអនុវត្តហើយនឹងប្រសិទ្ធភាពមានដូចជាទី1គ្រូត្រូវស្គាល់ពីវិធីសាស្ត្រហើយទី2មានពេលវេលាសមស្របពេលវេលាសមស្របគឺសំដៅទៅលើពេលវេលាដែលគ្រូត្រូវការធ្វើតេស្តដើម្បីបង្កើតការវិតម្លៃរបស់សិស្សហើយតកតងមួយចំណុចទី3វិញគឺតកតងនឹងភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងការណែនាំហើយនឹងនីតិវិធីសម្រាប់អនុវត្តការវិតម្លៃនីតិវិធីការអនុវត្តក្នុងការវិតម្លៃវិញគឺត្រូវតែមានភាពច្បាស់លាស់ហើយនឹងងាយស្រួលក្នុងការយល់ហើយបន្ទាប់មកទៀតគឺភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលក្នុងការដាក់បន្ទុកសំដៅទៅលើរបៀបដែលវាសាមញ្ញឬក៏លំបាកក្នុងការវិតម្លៃនិងផ្ដល់បន្ទុកដល់ការឆ្លើយតបរបស់សិស្សក្នុងការវិតម្លៃមួយហើយចំពោះភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលមួយទៀតតកតងទៅនឹងការចំណាយជាធម្មតាវាមិនមែនជាបញ្ហាចម្បងនោះទេប៉ុន្តែគ្រូគាត់អាចគិតដែរសម្រាប់ការវិតម្លៃចំពោះការអនុវត្តដោយសារតែតម្លៃសម្ភារៈអីនឹងជាដើមហើយចំណុចចុងក្រោយយើងនិយាយពីប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្ត
ហើយនឹងពេលប្រឡងហើយមុនពេលចាប់ដើមគឺយើងត្រូវណែនាំពីដំណើរការហើយនឹងគោលបំណងនៃការប្រឡងឲ្យបានច្បាស់លាស់ហើយនឹងយើងត្រូវចេះលើកទឹកចិត្តសិស្សហើយនឹងបញ្យល់ពួកគាត់ថាការប្រឡងហ្នឹងគ្រាន់តែជាការវាយតម្លៃមួយតែប៉ុណ្ណោះ